นี่ជាប្រភេទឡាន Toyota Hiace ដែលអតិថិជនគាត់យកមកធ្វើការតម្លើងទូដាក់ឆ្នាំពេទ្យហើយយើងនឹងធ្វើឡាននេះឲ្យល្អបំផុតចំពោះដែលយើងរៀបចំធ្វើឡានជាតុកជាទូសម្រាប់ដាក់ឆ្នាំពេទ្យឬក៏សម្ភារៈពេទ្យហ្នឹងគឺយើងចំណាយជាង2នាក់ក្នុងការធ្វើវាហើយការធ្វើហ្នឹងវាមិនមែនជាមានភាពងាយស្រួលទេប៉ុន្តែវាអត់មានជាបញ្ហាទេសម្រាប់ខាងដេគ័រយើងគឺយើងអាចធ្វើបានហើយថ្ងៃនេះយើងនឹងរៀបចំវាឲ្យស្អាតដើម្បីឲ្យគាត់ឆាប់បានយកទៅប្រើប្រាស់ចាប់ផ្ដើមជាមួយនឹងការវាស់វែងនៅខ្នាតរបស់វាដាក់ទម្រង់វាឲ្យបានត្រឹមត្រូវហើយយើងក៏ឲ្យជើងយើងចាប់ផ្ដើមធ្វើការកាត់ឈើខ្លះយើងកាត់ខ្លីឈើខ្លះយើងកាត់វែងហើយនេះគឺជាថ្ងៃចុងក្រោយហើយដែលយើងធ្វើការរៀបចំឡានឲ្យជូនគាត់ព្រោះម្ចាស់ឡានគាត់នឹងមកយកឡាននៅថ្ងៃស្អែកចាប់ផ្ដើមជាមួយនឹងការបិទស្បែកដើម្បីបង្ហើយទូខាងលើហើយនិងខាងក្រោមនេះដោយការខិតខំប្រឹងប្រែងពីសំណាក់ក្រុមការងាររបស់យើងក៏សម្រេចបាននូវសមិទ្ធផលមួយគឺយើងធ្វើឡាននេះបានសម្រេចហើយជាស្ថាពរជាចុងក្រោយយើងធ្វើការសម្អាតឡាននេះដើម្បីបញ្ចប់នៅការងារនេះឡាន Toyota Hiace ដែលយើងធ្វើកន្លែងប្រអប់ដាក់ថ្នាំពេទ្យហ្នឹងកន្លែងយើងធ្វើរួចហើយអញ្ចឹងយើងធ្វើនេះវាមាន3ថ្នាក់កន្លែងដាក់ថ្នាំហ្នឹងថ្នាក់ខាងលើនេះយើងដាក់បាន3ថ្នាក់ហើយនៅខាងក្រោមនេះមួយថ្នាក់ដែរអញ្ចឹងសម្ភារៈពេទ្យយើងអាចដាក់នៅក្នុងហ្នឹងបាននៅកន្លែងនេះនៅត្រង់នៅចំណុចនេះយើងអាចដាក់ត្រង់ការហើយកន្លែងនេះយើងដាក់កន្លែងធុងអុកស៊ីហ្សែននៅខាងនេះកន្លែងនេះមានយើងធ្វើដូចជាហឹបប្រអប់សម្រាប់ដាក់សម្ភារៈពេទ្យមួយចំនួនដែរក្នុងនេះអញ្ចឹងហើយនៅខាងលើនេះតាមពិតទៅខាងលើនេះនៅចំពោះខាងលើនេះត្រូវដាក់ពូកមួយទៀតប៉ុន្តែពូកនោះអត់តាន់យកមកដាក់ទេបើនិយាយទៅចំពោះឡាន Toyota Hiace នេះមិនមែនធ្វើតែបានសម្រាប់ដាក់ឡានពេទ្យហ្នឹងទេយើងអាចធ្វើជាលក្ខណៈ VIP បែបឯកជនភាពអាចឌីគ័រដំបូលទៅជា VIP មានបំពាក់ជាមួយនឹងភ្លើង LED ឬក៏ដំបូលផ្កាយផ្សេងៗហើយនៅតាមអញ្ចឹងយើងត្រូវឌីគ័របែបហ្វមមីកាយក៏បានដែរនៅក្រៅបាតទៅជាក្រៅបាត VIP នៅខាងផ្នែកខាងមុខនេះយើងអាចធ្វើជារនាំងខណ្ឌចែកជាបន្ទប់បំពាក់ជាមួយនឹងទូរទស្សន៍ម៉ូទ័រកញ្ចក់ទម្លាក់ឡើងចុះបានហើយឬមួយក៏យើងចង់ដាក់ជាទូរទស្សន៍បាត់នៅពីលើដំបូលហ្នឹងក៏បានជារួមយើងធ្វើបានច្រើនណាហើយចំពោះកៅអីយើងអាចដាក់កៅអី VIP បាត VIP ដាក់ពីអូតូនិយាយរួមទៅយើងដាក់ធ្វើបានមួយសេតហ្មងវាមិនមែនធ្វើបានតែប៉ុណ្្នឹងទេប៉ុន្តែគាត់ថានេះយើងធ្វើសម្រាប់ឡានពេទ្យតែបើសិនជាបងប្អូនចាប់អារម្មណ៍ចង់បានឡានមួយដែលមានភាពស្រស់ស្អាតហើយនឹងស៊ីវិល័យបែបឯកជនភាពលក្ខណៈគ្រួសារហ្នឹងអាចធ្វើការទំនាក់ទំនងជាមួយនឹងក្រុមហ៊ុន Luxury Decor យើងបានអាចទំនាក់ទំនងតាមរយៈ page របស់យើងផ្ទាល់ឬក៏អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទនៅក្រោមនេះក៏បានដែរ